នេះគឺជាវិធីបុរាណមួយដែលចម្អិនអាហារដែលប្រើថ្មក្តៅហើយវិធីមួយនេះគឺពិតជាល្អខ្លាំងមែនទែនដោយសារតែថ្មឡើងកម្ដៅក្តៅខ្លាំងវាអាចធ្វើឲ្យម្ហូបឆ្អិនក្នុងរយៈពេលដែលលឿនដោយវិធីនេះគឺជាវិធីដ៏ល្អខ្លាំងមែនទែនគឺវាប្រើឥទ្ធិពលអ៊ីនធឺណិតតិចខ្លាំងមែនទែនហើយក៏អាចធ្វើឲ្យម្ហូបរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់បែបធម្មជាតិផងដែរហើយវាធ្វើឲ្យអាហាររបស់យើងឆ្អិនល្អគ្រប់សពគ្រប់ទីកន្លែងតែម្ដងដោយសារតែថ្មគឺក្តៅគ្រប់ទាំងអស់រូបភាពនៃរបស់របរដែលយើងមិនធ្លាប់ដឹងអំពីគោលបំណងពិតរបស់វាហើយនេះគឺជារបៀបហែកกระดาษណូតដ៏ត្រឹមត្រូវនិងមិនត្រឹមត្រូវទី2ទឹកម្ទេសគួរតែចាក់នៅក្នុងមុំ57ដឺក្រេហើយលេខ57ក៏ជាលេខដែលយើងត្រូវដាក់ដៃចំនោះផងដែរដើម្បីចាក់ទឹកម្ទេសចោលខ្សែស្បែកជើងនៅខាងក្រោយគឺមិនមែនសម្រាប់តែយើងទាញដើម្បីសក់ចូលនៅក្នុងជើងទេគឺវាសម្រាប់ដាក់ព្យួរហាលកម្ដៅថ្ងៃដើម្បីធ្វើឲ្យស្ងួតផងដែរហើយមានធ្លាប់ឆ្ងល់ហេតុអីបានគេធ្វើប្រហោងមកខាងនៅកន្លែងមេសោនេះអត់គឺគោលបំណងនោះគឺគេធ្វើដើម្បីឲ្យទឹកចេញពីប្រហោងនេះនិងការពារកុំឲ្យសោច្រេះកណាត់ដែលដាក់តាមចន្ទាយន្តណាគឺមិនមែនសម្រាប់ឲ្យយើងជូតជើងទេគឺដាក់សម្រាប់ការពារកុំឲ្យស្បែកជើងយើងចូលទៅក្នុងនោះហើយប្រហោងទូចនៅក្រោយកាមេរ៉ាគឺមិនមែនជា flash មិនមែនជាកាមេរ៉ាទេគឺវាគឺជាមុខងារម៉ៃដែលប្រើនៅពេលដែលថតវីដេអូនៅខាងក្រោយម្ដាយដែលមានផ្ទៃពោះហាប់គឺគាត់ពាក់ខ្សែក្រវ៉ាត់ផ្អឹបទៅនឹងផ្ទៃពោះតែម្ដងគឺមានហានិភ័យទៅដល់កូននៅក្នុងផ្ទៃខ្លាំងមែនទែនពលគឺគាត់គួរតែពាក់ខ្សែក្រវ៉ាត់ដែលដាក់នៅខាងក្រោមពោះព្រោះឯនៅពេលដែលយើងពាក់ខ្សែក្រវ៉ាត់បែបនេះគឺវាមានសម្ពាធទៅដល់កូននៅក្នុងផ្ទៃនិងមានហានិភ័យខ្ពស់ខ្លាំងមែនទែនហើយវិធីដើម្បីដោះស្រាយតែមួយគត់នេះគឺគួរតែពាក់ខ្សែក្រវ៉ាត់ដែលដាក់នៅក្រោមពោះវិធីនេះគឺល្អសម្រាប់ម្ដាយដែលមានផ្ទៃពោះយកទៅប្រើប្រាស់